nghe thua hai ngóng thua ca hai ở ban lôi tiệt chứ bên một clinic tên từ cả láng chấm pu freelancer để quật ở việc bạn không ca xoay ra ca nghĩa hai nâng quật từ tua ban ca nghĩa hai quật ở mình từ tua ban lôi để miền bay hai chấm mùi những khai ăn bạc quật tọt mất dương có ban thua ca xoay mối chấm mùi những freelancer môi chấm muốn đời dương đó khinh tha tí mối cứ quật ở việc bạn không ca ở xoay ra ở client qua client maintain này TP vẫn cứ tệ tân đừng ở practical và code cứ ở thay thế vì họ được qua bị bạn xoay ra client chứ nó mà practical code mình thay mình tin tôi tự làm nên thế chứ hay tệ tí bấy cứ tệ tân đừng payment chứ client payment dư được có code ở bạn cùng rong đang to tầm đồ hay tí 4 cứ tệ tân đừng ca contra mình sao miên ở nhẹ contra từ lừa ở chuyển đến mình đang đi chia bông phôn của xa rồi có nè ở chất nịch top bị dương ban ở thua ca sờ bảy năng hái cô dương ban do việc từ thưa problem anh là lái để tìm mối dương ở cái tha quan bị bạn không ca ở xoay ra nơi client hai tí phí cứ tệ tên đừng trả trường nộp bậc quan ở thế hai tí bấy tệ tên đừng ca payment dư được có ở nơi project môi nắng hai tí 4 cứ tệ tên đừng ca contra bị nè ở chung quanh luôn đời dương ban sắc xa từ lựaបញ្ហាដែលfreelancer របស់យើងជួបប្រទះហើយយើងមានproposal solution មួយដែលពួកយើងបានបង្កើតកម្មវិធីខ្មែរ Lancer មួយដើម្បីដោះស្រាយបញ្ហាដូចជាទី1គឺពួកយើងបង្កើតនៅ escrow based system សម្រាប់ payment មួយដែលយើងរក្សានៅប្រាក់ហ្នឹងហើយបន្ទាប់មកពេលគាត់ធ្វើនៅ project នឹងចប់គាត់នឹងទទួលបាននៅប្រាក់ចំណូលរបស់គាត់នឹងចំណែកទី2គឺយើងបានដាក់ឲ្យមាន community មួយដែលពួកគាត់អាចចូលរួម workshop ឬក៏ពួកគាត់អាចចែកម្លែកនៅចំណេះដឹងដើម្បីឲ្យជំនាញរបស់គាត់កើនឡើងហើយចំណែកទី3គឺយើងឲ្យប្រកាសថា client គឺគាត់មានសុវត្ថិភាពហើយពួកយើងនឹងមានកងត្រាឬកិច្ចសន្យាច្បាស់លាស់មួយចំណែកស្លាយបន្ទាប់នេះគឺយើងប្រសិនបើអត់មាន solution របស់ពួកយើងអញ្ចឹងពួកគាត់ត្រូវទៅស្វែងរកការងារពួកគាត់ចរចាពួកគាត់ចាប់ផ្ដើមការងារហើយពួកគាត់អាចនឹងបញ្ចប់ការងារហើយគាត់នឹងអាចមិនទទួលបាននៅប្រាក់ចំណូលរបស់គាត់ទេតែបើសិនពួកគាត់មាននៅ solution របស់ពួកយើងវិញគឺពួកគាត់នឹងទទួលបានការងារពួកគាត់មានកិច្ចកងត្រាច្បាស់លាស់ហើយពួកគាត់អាច start work ដោយមិនព្រួយបារម្ភបន្ទាប់មកគឺគាត់ finish ហើយគាត់នឹងទទួលបានប្រាក់ចំណូលរបស់គាត់តែម្ដងហើយនេះគឺជា prototype របស់យើងសម្រាប់ client អញ្ចឹងគាត់អាចមើលportfolio របស់ freelancer មើលclient មុនគាត់ rate ឲ្យ freelancer នឹងប្រមាណហើយគាត់អាចផុស job ដែលគាត់ចង់ជួល freelancer នឹងហើយនេះគឺជា prototype សម្រាប់ freelancer របស់ពួកយើងអញ្ចឹង freelancer គាត់អាចមើលdetail អំពី information របស់គាត់ទៅលើ job total ហើយ client rate គាត់ប្រមាណហើយគាត់អាច apply ការងារនឹងមាន course សម្រាប់គាត់ចូលសិក្សាមកនេះហើយដល់ចំណុចនេះហេតុអីពួកគាត់មកប្រើ solution របស់យើងឬក៏មកប្រើកម្មវិធីរបស់យើងអញ្ចឹងទី1គឺពួកយើងបានបង្កើតនៅ 6 years payment ហ្នឹងគឺគាត់ធ្វើការហើយគាត់នឹងទទួលបាននៅប្រាក់ចំណូលតែម្ដងហើយទី2គឺពួកយើងមាន community ហ្នឹងគឺបង្កើតឲ្យគាត់អាចអភិវឌ្ឍនៅជំនាញរបស់គាត់បន្ថែមហើយទី3គឺពួកយើងមាន localize គឺពួកយើងបង្កើតឡើងគឺសម្រាប់តែ freelancer នៅក្នុងប្រទេសកម្ពុជាហើយនិង business ហើយបន្ទាប់គឺ target customer អញ្ចឹងណាគេជា target customer របស់ពួកយើងអញ្ចឹង customer របស់ពួកយើងគឺ freelancer in នៅក្នុងស្រុកខ្មែរហើយ small to medium business ហើយនឹងអ្នកទៅតែបញ្ចប់បញ្ញាបត្រនិងអ្នកទៅតែចាប់ផ្ដើមធ្វើជា freelancer ហើយបន្ទាប់មកគឺចំពោះbusiness model និង revenue របស់ពួកយើងវិញគឺពួកយើងខាច់លើ commission free 10 ទៅ 15% ក្នុងមួយ project ហើយចំពោះ job វិញគឺយើងខាច់
75%ក្នុងមួយជាប់ហើយបន្ទាប់គឺ competitor analyze របស់ពួកយើងអញ្ចឹងពួក application ពួកយើងគឺពួកយើងត្រូវតែឲ្យបំពេញតួនាទីឲ្យបានច្រើនអញ្ចឹងពួកយើងក៏មាននៅ local language freelancer protection ហើយ skill development និង training ហើយចំពោះ commission របស់ពួកយើងគឺទាបហើយបន្ទាប់គឺតើតើនឹង marketing validation របស់ពួកយើងអញ្ចឹងពួកយើងបានរកឃើញថាប្រហែលជា 38% គាត់ប្រាក់ចំណូលរបស់គាត់អត់ថេរហើយនឹង 75% គឺគាត់មានបញ្ហាជាមួយនឹង client នឹងតែម្ដងដែល client គាត់អាចផ្អាកនៅ project ហ្នឹងឬក៏គាត់ payment late ឬក៏គាត់អត់ឲ្យលុយតែម្ដងហើយប្រហែលជា 73% គឺគាត់ពិបាកក្នុងការស្វែងរក client ហើយនេះជា scalability និង skill strategy របស់ពួកយើងអញ្ចឹងyear 1យើងមាន3ដំណាក់កាលគឺ year 1យើងធ្វើការបង្កើតនៅ app application របស់យើងហើយពួកយើងផ្សព្វផ្សាយវាហើយនឹងពួកយើងប្រមូលនៅ feedback មួយចំនួនដើម្បីនៅកែប្រែ application របស់យើងហើយចំពោះ year ទី2យើងនឹងបង្កើតវាឲ្យមាន premium អាចរកប្រាក់ចំណូលបាននិងឲ្យវាមាន community កាន់តែធំនិងទី3ពួកយើងនឹងធ្វើឲ្យវាមាននៅ partnership ជាមួយនឹងដៃគូសហការធំនិងយើងអាចនឹង update app application របស់យើងឲ្យវាមាន function និង feature ផ្សេងៗបន្ថែមទៀតហើយដើម្បីធ្វើការងារនឹងបានគឺពួកយើងត្រូវការ development team marketing team និង operations team ហើយយើងក៏ត្រូវការនៅ partnership និង marketing របស់ពួកយើងគឺសម្រាប់ payment គឺយើងប្រើប្រាស់ ABA សម្រាប់ត្រូវការ trainer ត្រូវការ developer និង marketing ឧទាហរណ៍ដូចជា Facebook TikTok Telegram ហើយនេះគឺជា reference របស់ពួកយើងសូមអរគុណសម្រាប់ការទស្សនា